បងប្អូនសួរថាការដាក់ជីទៅលើចន្ទីតើគួរដាក់ពេលណាល្អជាទូទៅការដាក់ជីឲ្យបានល្អបំផុតគឺបងប្អូនគួរតែប្រើឲ្យបាន2ដងក្នុងមួយរដូវបាទអញ្ចឹងក្រោយពេលបងប្អូនប្រមូលផលហើយដើមរដូវវស្សាបាទដើមរដូវវស្សាបងប្អូនគួរតែប្រើជីគីមីបូកជាមួយនឹងជីធម្មជាតិបាទឬក៏ជីសរីរាង្គណាដែលបងប្អូនអាចប្រើពណ៌អាសូតខ្ពស់ឬក៏15 ក៏បានដែរហើយអាចបូកជាមួយនឹងជីធម្មជាតិសរីរាង្គហ្នឹងដែលមានលេខNPK ទាបបាទហើយវាមានសារធាតុចិញ្ចឹមជាច្រើនដែលវាផ្ដល់ឲ្យរុក្ខជាតិសន្សំដល់តែពេលគីមីគឺវាផ្ដល់ឲ្យរុក្ខជាតិហ្នឹងគឺបានភ្លាមស្ដារកម្លាំងបាទស្ដារធម៌ពលវាជំរុញទៅលើការលូតលាស់ស្លឹកបែកមែកបាទស្ដារកម្លាំងឡើងវិញបាទអញ្ចឹងវាផ្ដល់អាហារឲ្យរុក្ខជាតិអញ្ចឹងបងប្អូនអាចប្រើលាយគ្នាបានគីមីបូកជាមួយនឹងធម្មជាតិនេះគឺវគ្គ1វគ្គ2បងប្អូនអាចប្រើជីគីមីដែលមានតួពេលនឹងការខ្ពស់បាទតួ N ទាបឬក៏បងប្អូនអាចប្រើជីផ្លែឈើឬក៏បងប្អូនអាចប្រើជី15 បូកជាមួយនឹងកៅលីបាទឬក៏ជីផ្លែឈើបូកជាមួយនឹងកៅលីពេលវាជួយអីបងប្អូនពេលវាជួយរឹសហើយនឹងការវាជួយផ្លែយើងដាក់ដើម្បីអីដើម្បីទទួលបាននូវទិន្នផលខ្ពស់ការលូតលាស់ការផ្លែទម្ងន់ហ្នឹងបាទអញ្ចឹងបងប្អូនប្រើអញ្ចឹងតែបងប្អូនដាក់ទៅតាមអាយុចន្ទីរបស់បងប្អូនដីខ្សាច់ឬក៏ដីក្រហមបាទអញ្ចឹងអាយុចន្ទីរបស់បងប្អូនប្រមាណអាយុប្រមាណឆ្នាំហើយអញ្ចឹងបងប្អូនគណនាទៅជាមធ្យមដែលភាគច្រើនបងប្អូនអាចដាក់បានខ្ញុំជឿជាក់ថាចន្លោះពី3ទៅ5ពេលហ្នឹងហើយជាទូទៅចន្លោះហ្នឹង3ទៅ5ពេលអាចជាក្នុងមួយដើមអាចបងប្អូនដាក់ចន្លោះពី8ខាំ1គីឡូតិចតួចបងប្អូនតែគាត់ដាក់ទៅតាមលទ្ធភាពរបស់បងប្អូនវគ្គទី2ហ្នឹងគឺបងប្អូនដាក់នៅចុងរដូវវស្សាអញ្ចឹងអាចជាចុងខែ8ឬក៏ដើមខែ9ដាក់ម្ដងសម្រាប់ហ្នឹងគឺបងប្អូនអាចដាក់លាយគ្នាបានគីមីមួយធម្មជាតិបានអាស្រ័យលើបងប្អូនអញ្ចឹងបងប្អូនអាចដាក់ជីផ្លែឈើក៏បាន15 ក៏បាន16 ក៏បានបូកជាមួយនឹងកៅលីបាទកៅលីដែលមាន K ខ្ពស់ណាបាទអញ្ចឹងបងប្អូនយកមកលាយគ្នាមកអាចបងប្អូនអាចដាក់ចន្លោះពី4ទៅ6បេបាទមិនថាផ្លែឈើបូកជាមួយកៅលីមិនថាកែអញ្ចឹង15 បូកជាមួយនឹងកៅលីគឺចន្លោះពី4ទៅ6បេក្នុងមួយហាត់បាទអញ្ចឹងបងប្អូនប្រើតាមភាពជាក់ស្ដែងអញ្ចឹងបើសិនជាបងប្អូនដាក់ចន្លោះហ្នឹងគឺមួយហាត់បងប្អូនអាចទទួលបានទិន្នផលមកវិញណាចន្លោះពី2តោនជាងទៅ